បាទលោកស្រីនិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រីថ្មីនេះមានការប្រឡងប្រជែងខាងផលិតផលស្រូវនៅក្នុងចំណោមប្រជាកសិករទូទាំងប្រទេសដើម្បីជំរុញឲ្យមានការផលិតបានទិន្នផលខ្ពស់កសិករដែលបានទទួលជ័យលាភីនៅក្នុងការប្រកួតនេះបានទទួលរង្វាន់ជាមេគោ3ក្បាលពីអង្គការសេដាស្ត្រីកសិករមកពីខេត្តតាកែវនិងមកពីខេត្តកំពង់ធំគឺជាអ្នកទទួលបានជ័យជំនះលេខ1និងលេខ2នៅក្នុងការប្រឡងប្រជែងផលិតស្រូវឆ្នាំ2014នេះបាទហើយជាបន្តនៅក្នុងនីតិសេដ្ឋកិច្ចនិងទីផ្សាររបស់ Radio Australia នៅថ្ងៃនេះលោកសស្វណ្ណរារាយការណ៍ជូនប្រិមិត្តអំពីការទទួលបទពិសោធន៍ក្នុងបច្ចេកទេសផលិតស្រូវឲ្យបានទិន្នផល7តោនក្នុង1ហិកតាបាទលោកអ្នកនាងជាទីមេត្រីស្ត្រីកសិករបានដឹកមេគោចំនួន3ក្បាលទៅផ្ទះរបស់គាត់នៅឯខេត្តតាកែវស្ត្រីនេះគឺជាអ្នកស្រីញ៉ែមសវណ្ណារីដែលផលិតស្រូវបានច្រើនហើយបានទទួលចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសអ្នកស្រីញ៉ែមសវណ្ណារីបានដឹងថាគាត់បានខិតខំធ្វើស្រូវបានជាង7តោនក្នុង1ហិកតាដែលធ្វើឲ្យគាត់បានទទួលចំណាត់ថ្នាក់លេខ1ខាងផលិតស្រូវដែលមានទិន្នផលខ្ពស់ស្ត្រីកសិកររូបនេះបានអះអាងទៀតថាការប្រឹងប្រែងរបស់គាត់អាចនឹងធ្វើឲ្យគាត់បានទទួលផលច្រើនជាង7តោនក្នុង1ហិកតាវាលំបាកឲ្យពូលំបាកឲ្យយើងចុះថែទាំយើងដាក់ជីរាល់ថ្ងៃដាក់រាល់ថ្ងៃហ្នឹងមិនមែនដាក់តែកន្លែងដែលទេយើងអូសទៅមកតេះពីតេះក្នុងមួយព្រឹកអញ្ចឹងយើងដាក់បានចន្លោះតែ5ម៉ែត្រឬក៏10ម៉ែត្រអីទេប៉ុន្តែស្រែយើងវាវែងអញ្ចឹងហ្មងតែដាក់អាហ្នឹងផុតយើងត្រូវការដាក់ពិសាមកវិញទៀតអញ្ចឹងណាយើងត្រូវការអូសដាក់រាល់ថ្ងៃបើស្មៅដើមមើលចន្លោះមើលតាមក្នុងកន្លែងណាមានស្មៅត្រូវចុះដើរដកកន្លែងណាអន់យកជីទៅដាក់កន្លែងហ្នឹងអញ្ចឹងណាបានថាជិត7តោន300គីឡូស្ត្រីកសិកររូបនេះបានដឹងទៀតថាអាស្រ័យដល់គាត់រស់នៅជនបទមានតែដីស្រែបានធ្វើឲ្យគាត់ចាប់ផ្ដើមបង្កើនសមត្ថភាពលើការផលិតស្រូវស្ត្រីកសិកររូបនេះបានរាយរាប់ថាការធ្វើស្រូវកត្តាសំខាន់បំផុតគឺការដាក់ជីនិងការថែទាំនិយាយសំខាន់មកបើយើងធ្វើបានផលល្អគឺសំខាន់ទី1គឺជីហ្មងជីកំប៉ុងយើងច្រើនអត់បានផលច្រើនចាធ្វើឲ្យដីយើងម៉ត់ស្មើល្អអញ្ចឹងព្រោះយើងទី1យើងមានដំណាំគ្រាប់ដីមានជីស្រស់ហើយអញ្ចឹងមកជីស្រស់ហ្នឹងគឺជីដែលយើងប្រស្ដែកមុនពេលស្ទុំខ្ញុំព្យួរលោកវាណាគេធ្វើជីហើយគោលអាយើងប្រស្ដែកហ្នឹងវាធ្វើមិនធ្វើឲ្យដីយើងធូរអញ្ចឹងយើងដូចថាដូចដីយើងត្រូវការព្យួរពីការយើងដាំដំណាំក្របដីយើងមិនមានដាក់ជីទៀតជីកប៉ុដែលយើងយកទៅរែកកាត់ដៅហើយកប់ដាំនោះដល់ពេលយើងព្យួរលុបមកទៀតចឹងមានន័យថាវាបោកមកលុបលើលុបចឹងមកយើងត្រូវការថែមជីថែមអីរហូតណាពូដំណាំវាត្រូវការជីដូចតែមនុស្សយើងចឹងមនុស្សយើងត្រូវការហូបបាយចឹងយើងត្រូវការហេវរាល់ថ្ងៃដែលយើងត្រូវការដាំវាសាចសាแล้วក៏យើងត្រូវការថែមជីវាដែរយើងជួដីគ្របចុះគ្របដាំធ្វើដីយើងធូរចឹងណាពូខានការដាក់ជីនិងការថែទាំបើយើងដាក់តែជីយើងមិនថែទាំបោចស្មៅមើលទឹកមើលអីវាក៏បានល្អដែរស្ត្រីកសិករមកពីខេត្តតាកែវដែលមានវ័យទើបតែ37ឆ្នាំរូបនេះរស់នៅក្នុងភូមិពោព្រះសង្ឃឃុំតាភេមស្រុកតាមកក់ខេត្តតាកែវកសិករនេះបានធ្វើការរាយរាប់បង្ហាញអំពីបច្ចេកទេសផលិតស្រូវឲ្យបានទិន្នផលខ្ពស់ដោយចាប់ផ្ដើមពីការរើសពូជគេទុកសៅនៅកដាលសេចាយើងឆូតសៅចំណៃហ្នឹងហូបអស់ទុកឲ្យវានៅក្រាលសេប៉ុន្តែទុកឲ្យវាស្វិតដើមតិចណាក្រោយគ្នា2ថ្ងៃឬក៏មួយទឹកឬក៏10ថ្ងៃអញ្ចឹងណាពូទុកឲ្យស្វិតដើមហើយយើងចាប់ដើមឆូតយើងក្តិចយកតាកគូណាវែងមកហើយយើងយកមកហាលវាហើយយើងបែននឹងជើងឬក៏ញីដៃក៏បានដែរស្រូវ3-4គីឡូហើយតែយើងហាលវាម្ដងទៀត2ថ្ងៃអញ្ចឹងហើយយើងដាក់ក្នុងបាវដើមដែលមានខ្យល់ចេញចូលយើងចងវាបញ្យួរទុកឲ្យហួសពីដៃណាពូលើជាប់លើវោចេះអីចឹងក្រោមចេះអីចឹងបើយើងទុកទាំងគួរnóធ្វើឲ្យចាបស៊ីឬក៏ដុលស៊ីយើងដាក់អាស្បាវសស្អាងស្ដាងហ្នឹងគោវាវែងហើយធ្វើឲ្យវាគ្រាប់វាញាត់វាធ្ងន់ហើយក៏វាមានតម្លៃដែរបើយើងលក់ទៅវាថ្លៃយើងម្លិះសអញ្ចឹងណាខ្ញុំលក់នៅរោមសិននេះបាន17កសិករឆ្នើមចំណាត់ថ្នាក់លេខ1នេះបានដឹងទៀតថាការធ្វើស្រូវបានទិន្នផលខ្ពស់កសិករត្រូវចេះបច្ចេកទេសជាច្រើនស្ត្រីកសិករនោះបានបង្ហាញអំពីបច្ចេកទេសក្នុងការផលិតសំណាបបែបថ្មីដើម្បីឲ្យសំណាបរឹងមាំពេលដែលយកទៅសាបយើងយកវាមកហាលតនេករយៈពេល3ម៉ោងគឺពីម៉ោង8ដល់ម៉ោង11មកហាលវាហើយយើងយកមក
អ៊ំវាឲ្យវាអស់សម្ដីយើងយកមកត្រាំទឹកអំបិលរយៈពេល20នាទីអញ្ចឹងមកធ្វើអញ្ចឹងដើម្បីឲ្យអាគ្រាប់ដែលមានទម្ងន់វាលិចទៅក្រោមហើយអាគ្រាប់ដែលមានសម្ពាធហ្នឹងវាឡើងលើជ្រាឡើងលើយកវាទៅលាងទឹកសាបវិញចាំយើងត្រាំទឹកសាបវិញត្រាំបានមួយយប់ហើយចាំយើងស្រង់វាផ្អាប់ពីយប់មកហើយយកមកសាបកសិករឆ្នើមពីខេត្តតាកែវរូបនេះបានដឹងទៀតថាគាត់និយមធ្វើស្រូវម្លិះក្រហមដែលមានតម្លៃខ្ពស់ដោយលក់ស្រូវបានក្នុងតម្លៃ1700រៀលក្នុង1គីឡូក្រាមចំណែកឯកសិករចំណាត់ថ្នាក់លី2នៅក្នុងការផលិតស្រូវបានច្រើនជាងគេគឺអ្នកស្រីសៀមហូតមកពីខេត្តកំពង់ធំអ្នកស្រីបានមានប្រសាសន៍បញ្ជាក់ថាការផលិតស្រូវបានផលច្រើនមានកត្តាសំខាន់មួយទៀតគឺតាក់ទងទៅនឹងការធ្វើដីឲ្យស្មើទីមួយការធ្វើដីរបៀបដីឲ្យស្មើលើកឃ្លីឲ្យមើមតែយើងធ្វើចោលហើយកុំបានផលដែរតែយើងការថែទាំបោចស្មៅដាក់ជីទៅនៅតែបានផលល្អដីអត់បាក់រើទេប៉ុន្តែឲ្យតែដីនោះរៀបស្មើបានផលល្អបើដីនោះខ្ពស់ទៀតក៏យើងអត់បានផលល្អទៅដាក់ជីទៅវាហូរណាបើដីយើងរៀបស្មើល្អលើកឃ្លីទៅបញ្ចេញបញ្ចូលទឹកក៏បានហើយនឹងដាក់ជីទៅវាអាចរត់ស្មើវាអត់មានផ្អេងផ្អងស្ត្រីកសិករឆ្នើមមកពីខេត្តកំពង់ធំបានដឹងទៀតថាបើតាមក្បួនការផលិតសំណាបមានអាយុពី15ទៅ17ថ្ងៃគឺត្រូវដល់ពេលវេលាដើម្បីដកយកទៅស្ទូងដល់ពេលរស់ដីឲ្យម៉ត់ហើយទឹកដាក់ទឹកចិត្តមកទាញខ្សែពីបន្ទាត់ទាញខ្សែបន្ទាត់នេះឲ្យត្រង់ទៅពីទឹកទៅពីទឹកកន្លះទូងតាមរយៈកាលដែលយើងដើមដៃដាក់ពីទឹកកន្លះទៅដល់រៀងចង់ដៃយើងដាក់ត្រឹមពីទឹកទៅចាដើមដៃយើងស៊ុំពីដើមដៃស៊ុំដោយស៊ុំថាប្រខែជេហើយយើងស៊ុំពីដើមដៃចាដល់ពេលទៅចង់ដៃដោយពេលខែ7ខែ8ហើយណាចាដើមដៃចង់ដៃនេះកសិកររូបនេះបានអង្កេតថាការស្ទូងគឺប្រើវិធីស្រូវមួយដើមក្នុងមួយសន្ទូងដោយកសិករមកពីខេត្តកំពង់ធំនេះបានដឹងអំពីគន្លឹះនៃការផលិតជីធម្មជាតិដើម្បីដាក់ស្រែចាការផលិតជីកប៉ុស្ទឹកខ្ញុំធ្វើជីកប៉ុស្ទឹកនេះទៅព្រៀងខែ6គីឡូលមុខគោ2គីឡូហើយទាំងច្រាំឲ្យល្អិតហើយជ្រាវឲ្យសក់ច្រកក្នុងដេត្រាំនៅក្នុងពាងដាក់ពាងត្រាំទឹក30លីត្រដែរចាបានយកជីកប៉ុស្ទឹកនេះទៅនេះបាញ់ជីកប៉ុស្ទឹក1លីត្រយើងដាក់ទឹកមកអាធុងបាញ់មកធុងនោះឯងចំណុះវា5-10លីត្រដាក់ជីកប៉ុស្ទឹកវា1លីត្រដល់បាញ់សូមចាត់ថាអ្នកផលិតស្រូវបានដឹងថានៅក្នុងសម័យកសិកម្មជឿនលឿននេះកសិករត្រូវតែចេះអំពីការផលិតជីបានច្រើនប្រភេទហើយខាងក្រោមនេះគឺជារបៀបវិធីផលិតស្ករត្នោតរបស់កសិករគំរូពីខេត្តកំពង់ធំដើម្បីប្រើប្រាស់ដាក់ស្រែហើយកាត់បន្ថយប្រាក់ពីការទិញជីគីមីហើយមួយទៀតខ្ញុំធ្វើអំពីស្ករត្នោតកន្លះគីឡូហើយព្រៀងខែ6គីឡូនោះជ្រាវវាប្រឡាក់ឲ្យសប់ទៅផ្អាប់រយៈពេល15ថ្ងៃបានចាក់ទឹកចូលឲ្យវាឡើងពោះវាសិនជីកប៉ុស្ទឹកចាហើយនឹងខ្ញុំដាក់កប៉ុស្ទឹកនេះរយៈពេលដល់ត្រូវបាន1ខែទេខ្ញុំបាញ់កប៉ុស្ទឹកម្ដងហើយយកជីជុំកាមហើយនឹងលមុខគោនឹងជីកំប៉ុស្យើងនេះយកមកជៀនតាមរួងស្រូវតាមជើងអូជើងជោជៀនទៅបាចជីនេះទៅចាជីកប៉ុស្ទឹកខ្ញុំបាញ់4ដងទើបតែដល់ស្រូវទុំតែថែទាំបោចស្មៅយកពី3ដងជាមួយគ្នានេះដែរកសិករគំរូមកពីខេត្តតាកែវបានមានប្រសាសន៍ពន្យល់អំពីបច្ចេកទេសដែលដាំដើមសណ្តែកដើម្បីយកទៅធ្វើជីដីដែលយើងដាំដំណាំដូចជាទសក់លពៅអីហ្នឹងហើយសារទី2ហ្នឹងកំឡុងមុនខែចូលឆ្នាំគឺមានធ្លាក់ភ្លៀងមកយើងត្រូវភ្ជួរដីហ្នឹងដាំទសក់ទៀតអាហ្នឹងដំណាំដែលយើងត្រូវដាំមកដំណាំក្របដីយកផលទី2ណាចាយើងដាំមុនចូលឆ្នាំហ្នឹងចំនួនបាន20ថ្ងៃគឺទសក់លពៅអីហ្នឹងឥឡូវអាហ្នឹងយើងអាចធ្វើជើងយើងចាប់ផ្ដើមភ្ជួរវាខាងហ្នឹងដើម្បីធ្វើជើងទសក់ជើងឥឡូវប៉ុន្តែយើងត្រូវព្រោះស្ដែកខាងហងសក់ហងលពៅហ្នឹងដើម្បីយើងប្រោះវាទុកធ្វើជីតែអាទសក់លពៅហ្នឹងវាផ្លែយើងបេះយកតែបានតែមួយខែ30ថ្ងៃឬកន្លះខែយើងមើលផលទសក់ហ្នឹងហើយវាអស់រដូវទសក់អស់ហ្នឹងអាស្ដែកហ្នឹងចាប់ដើមឡើងមកវាផ្កាវាក្តាប់យើងភ្ជួរលុបវាធ្វើជីហ្មង
កសិករឆ្នាំបានដឹងថាមុខរបរធ្វើស្រូវដែលចង់បានទិន្នផលខ្ពស់កសិករគ្មានពេលទំនេរនោះទេកសិករជាទូទៅបានដឹងថាការថែទាំបោចស្មៅក៏ជាបច្ចេកទេសសំខាន់មួយដែរដើម្បីឲ្យដើមស្រូវរូតលាស់ដោយគ្មានការជ្រៀតជ្រែកពីស្មៅនិងដើម្បីកាត់បន្ថយបញ្ហាដែលស្មៅបឺតជីពីស្រូវជាមួយគ្នានេះកសិករគំរូពីខេត្តកំពង់ធំដែលបានទទួលពានរង្វាន់លេខ2បានទទួលរង្វាន់មេកូ2បានមានប្រសាសន៍បញ្ជាក់អំពីជំនាញបញ្ចូលទឹកនៅក្នុងស្រែទៅតាមវ័យរបស់ស្រូវចេញបញ្ចូលទឹកតិចហើយដល់ពេលដល់ស្រូវរីកឡើងកន្ទុយឆ្លាំងហើយបានយើងបញ្ចូលទឹកឲ្យក្រែលនៅក្នុងស្រែការដែលយើងចូលតិចនោះឲ្យស្រូវវាបានបែកគុំចេញកូនល្អទឹកជ្រៅពេកស្រូវវាបានចេញកូនល្អទេកសិករគំរូពីខេត្តកំពង់ធំរូបនេះបានដឹងទៀតថាដោយគាត់ជាកសិករនៅជនបទដូច្នេះការធ្វើស្រូវឲ្យបានទិន្នផលខ្ពស់គឺជាមហិច្ឆតារបស់កសិករនេះបានបញ្ជាក់ថាគាត់បានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការផលិតស្រូវពីអង្គការសេដាជាមួយគ្នានេះស្រីកសិករមកពីខេត្តកំពង់ធំបានបង្ហាញអំពីបច្ចេកទេសច្រូតស្រូវថាជាកត្តាសំខាន់ដើម្បីប្រមូលផលឲ្យបានខ្ពស់ហើយរហូតដល់ក្នុងស្រូវទុំដល់ស្រូវទុំវារយៈពេលស្រូវឡើងអាយុស្រូវពី80ទៅ85%យើងត្រូវច្រូតហើយកុំឲ្យស្រូវវាទុំញើសពេកក៏អត់ល្អដែរស្រូវនៅគ្រឿបក្រោមមិនតិចនឹងរឹកមករឹកនៅខីល្មមចាមកពឿឡាក់សេកព្រោះចាប់ផ្ដើមច្រូតដែរច្រូតឃ្លៀមបោកឃ្លៀមហើយខ្ញុំលក់ស្រស់ស្រូវបាន1គីឡូមកពិន3រួយស្ត្រីកសិករឈ្មោះសៀមហូតមកពីស្រុកស្ទងខេត្តកំពង់ធំនេះបានដឹងទៀតថាឆ្នាំទៅមិញគាត់កាត់ប្រមូលផលស្រូវបានក្នុង1ហិកតាចំនួន5តោនប៉ុន្តែឆ្នាំនេះគាត់នឹងប្រឹងប្រែងអនុវត្តបច្ចេកទេសឲ្យបានហ្មត់ចត់ហើយសង្ឃឹមថានឹងបានទទួលផល6តោនក្នុង1ហិកតាហាច់លើសអាចធ្វើបានលើសទៀតមូលហេតុទេថាយើងមើលការថែទាំឲ្យបានហ្មត់ចត់ហើយនឹងដាក់ជីថែមជីកប៉ុសទឹកកប៉ុសគោហើយនឹងការថែទាំដែរចេញពីចូលទឹកឲ្យបានល្អហើយធ្វើតាមផែនការដែលយើងសំណាប់ឲ្យកុំឲ្យបានចាស់ទឿនយើងជិះសំណាប់ដើមខ្ចីទៅហើយទៅតែខ្លាំងនឹងពូជបើយើងពូជមិនបានសត្វល្អក៏យើងធ្វើមិនបានល្អដែរហើយយើងចេះទុកដាក់ពូជបានល្អផងស្ត្រីកសិករគំរូរូបនេះបានដឹងទៀតថាក្រោយពេលគាត់អនុវត្តការធ្វើស្រូវបានទិន្នផលខ្ពស់មកគាត់ត្រូវបានគេសុំឲ្យទៅផ្ដល់បទពិសោធន៍ទៅឲ្យកសិករនៅឃុំជិតខាងកសិកររូបនេះបានដឹងទៀតថាការធ្វើស្រូវដោយអនុវត្តបច្ចេកទេសនេះបានធ្វើឲ្យគាត់មានស្រូវហូបគ្រប់គ្រាន់និងសល់ស្រូវជាង10តោនក្នុងមួយឆ្នាំដើម្បីលក់ហើយស្រូវពូជក្រអូបដូចជាផ្កាម្លិះនិងផ្ការំដួលនេះធ្វើឲ្យគាត់លក់បានតម្លៃស្រូវក្នុង1គីឡូក្រាមតម្លៃ1300រៀលចំណែកឯកសិករគំរូលេខ1ដែលផលិតស្រូវបានចំនួន7តោនក្នុង1ហិកតាមកពីខេត្តតាកែវបានដឹងទៀតថាបើគាត់ប្រឹងប្រែងបន្តទៀតនឹងធ្វើឲ្យគាត់អាចប្រមូលផលបានច្រើនជាង7តោនក្នុង1ហិកតាឆ្នាំមុនខ្ញុំធ្វើបាន2តោន200គីឡូក្នុងដី30អាតែឆ្នាំនេះខ្ញុំចង់ថាប្រហែលជា2តោន400គីឡូឬក៏500គីឡូអញ្ចឹងនឹងខ្វះនៃការសង្ឃឹមហ្នឹងណាខ្ញុំថាដូចជាគ្រាន់តែប្រហាក់ប្រហែលអាចលើសកាលណាលើសបន្តិចតួចមិនលើសច្រើនទេព្រោះដីដែលយើងខំវាអស់លទ្ធភាពណាវាប្រមូលផលប្រមូលអស់សឹងអស់ពីលទ្ធភាពពីដីសូមចាត់ថាការអនុវត្តការដាំស្រូវតាមបច្ចេកទេសដែលធ្វើឲ្យទិន្នផលបានខ្ពស់នេះគឺជាការឆ្លើយតបចំពោះគ្រួសារកសិករដែលមានផ្ទៃដីដាំដុះតិចហើយទិន្នផលស្រូវខ្ពស់នេះអាចជួយឲ្យការប្រមូលទិញសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសនាឆ្នាំ2015នេះទទួលបានជោគជ័យដោយសម្រេចបានតាមផែនការចំនួន1លានតោនលោកអ្នកនាងជាទីមេត្រីកម្មវិធីសេដ្ឋកិច្ចនិងទីផ្សាររបស់រេឌីយោសាលានៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទសសវណ្ណរាសូមអរគុណសូមជម្រាបលាបាទប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីមេត្រីពិតជាអស្ចារ្យណាស់ដែលអាចធ្វើស្រូវបានទិន្នផល7តោនក្នុង1ហិកតាពីព្រោះជាមធ្យមប្រជាកសិករធ្វើបានតែ1តោនទៅ3តោនប៉ុណ្ណោះក្នុងផ្ទៃដី1ហិកតាបើសិនជាអាចធ្វើប្រជាកសិករដទៃទៀតអាចធ្វើបានដូចនេះមែនគឺថាជីវភាពរបស់គាត់នឹងធូរស្រាលយ៉ាងខ្លាំងបាទ